បាទបងប្អូនជាទីគោរពមានករណីរំដោះអ្នកទោសចេញពីតុលាការខេត្តស្វាយរៀងបងប្អូនបាទតុលាការខេត្តដំបងខេត្តស្វាយរៀងណាជនជាតិចិនរំដោះអ្នកទោសជនជាតិចិនឥឡូវចេញទៅបាទបងប្អូនហើយព្រមទាំងមានការផ្ទុះអាវុធផងដែរនេះជាព័ត៌មានបឋមទេណាបាទនេះស្នាមគ្រាប់កំភ្លើងបងប្អូនផ្ទុះអាវុធទៅបងប្អូនបាទរំដោះអ្នកទោសចេញពីតុលាការខេត្តស្វាយរៀងយើងណាហើយជាព័ត៌មានបឋមទេអ្វីដែលយើងទទួលបាននឹងតាមការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋនិងមន្ត្រីមានសមត្ថកិច្ចក៏លោកក៏មិនទាន់ដឹងច្បាស់ដែរព្រោះពេលមកដល់ហ្នឹងរឿងកើតហេតុហើយបាទប៉ុន្តែមានការភ្ញាក់ផ្អើលពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅមុខតុលាការខេត្តស្វាយរៀងហ្នឹងគាត់បានលើកឡើងថាផ្ទុះអាវុធជាច្រើនគ្រាប់បាទបណ្ដាលឲ្យមានការភ្ញាក់ផ្អើលហើយរំដោះអ្នកទោសចេញទៅហើយបងប្អូនបាទរំដោះអ្នកទោសចេញទៅហើយបាទម៉ានអ្នកបងរត់ចេញមិញ5នាក់ហ្នឹងមិនបានគេរត់ចេញខ្ញុំដឹងដែរឃើញច្រើនប៉លីសដួលនៅមុខហ្នឹងខ្ញុំវាមិនដឹងអូជូនចូលឡើងច្រើនអត់ទេអូចាប់បាត់អត់ចាណាបងយើងគឺមានករណីរត់ចេញពីតុលាការខេត្តស្វាយរៀងហើយឥឡូវហ្នឹងគឺរត់ទៅបាត់ហើយលើតែ5នាក់មានការភ្ញាក់ផ្អើលពីសំណាក់បងមេប៉ុងខាងហើយបងប្អូនជាពលរដ្ឋហើយខាងAMមិញច្រើនមិញឥឡូវគឺរំដោះទៅបានសម្រេចហើយចាប់បងប្អូននេះចូលមុខតុលាការខេត្តស្វាយរៀងចាប់ឥឡូវយើងឃើញថាគឺមានការភ្ញាក់ផ្អើលពីនៅក្នុងតុលាការដោយសារតែជនជាតិចិនហ្នឹងគឺរត់ចេញពីតុលាការខេត្តស្វាយរៀងនៅថា4-5នាក់បាទរត់បានសម្រាប់យូរទៅបងដល់គឺតុលាការពីជុំទៀតហើយយើងមិនដឹងថាឡានហ្នឹងវាឡានជាវអញ្ចឹងដែលឡានមកនេះយើងអត់ចាប់អារម្មណ៍ថាឡានអីទេបងឈប់យូរហើយឈប់តាំងព្រឹកឡានស្មៅហ្នឹងឈប់តាំងព្រឹកចាយើងមិនដឹងថាឡានណាអញ្ចឹងយើងបាទបងយើងនៅលក់ដែរទោះតែឃើញអ្នកទោសវាយប៉លីសតែមិនឃើញអីថៃនោះអូវាយច្រើនគ្នាឡើងដួលតណាត់តណៃឡើងរួចផងម៉ានអ្នកដែរបងមិនឃើញមិនថាជា5នាក់ហើយជា5នាក់តែឥឡូវហ្នឹងឡើងលើឡានហ្នឹងទាំង5នាក់ទៅវាឡើងតែទាំងអស់មានថៃគ្នាណាអញ្ចឹងមកន័យថាបងឃើញឡានហ្នឹងមកឈប់ហ្នឹងយូរហើយតែយើងក៏យើងមិនចាប់អារម្មណ៍ដែរចាំក៏ពិតគឺឡានមករំដោះអញ្ចឹងសោះបាទបងចប់ហ្មងបងប្អូនយើងគឺមានការភ្ញាក់ផ្អើលពីមេប៉ុងខាងបងចរាចរណ៍ឥឡូវគឺនោះនៅវាយប៉ូលីសទៀតវាសាហាវអញ្ចឹងដល់គោបានវាយទៀតអូយកដល់គោបានវាយប៉ូលីសទៀតអានោះជាប់ដងនឹងវាយគ្នាចឹងគាត់ទៀតវាយប៉ូលីសរាំងធ្ងន់ធ្ងរអញ្ចឹងអត់មានអ្នកជួយហើយចុះខាងការពារនឹងអត់មាននៅខាងក្នុងគាត់ចេញមកមិនទាន់ចានគេដាំតែទេហ្នឹងវាយគ្នាទៀតបាទបងនៅវងយើងគឺនៅខាងមុខតុលាការខេត្តស្វាយរៀងទាល់តែម្ដងគឺមានអ្នកទោសជនជាតិចិនណារំដោះខ្លួនបាន5នាក់ហើយលើតែវាយខាងសន្តិសុខការពារនៅខាងតុលាការខេត្តស្វាយរៀងនេះឥឡូវនេះពន្ធនាគារខេត្តស្វាយរៀងបានពុកចេញទៀតហ្នឹងឥឡូវបងសមាជិកនោះយាមឆ្កោកណាម៉ូតូ2គ្រឿងតាមទៅហើយយកទៅដាក់គុកម្ដងមើលចប់មកនេះឥឡូវយើងឃើញថាមានការភ្ញាក់ផ្អើលពីសំណាក់បងខាងប៉ុស្តិ៍ហើយនឹងហើយខាង PM ខាងព្រំប្រទានអីមកច្រើនមិនបើកលឿនណាបងអញ្ចឹងវាទៅជើងហ្នឹងមិញចាជើងតែមិនចេះចោលណាគាត់ទៅឡានមកគេបើកលឿនហ្នឹងអូឃើញឡានលឿនហ្នឹងមិនមែនអញ្ចឹងមកពីនឹងចាក់ឡានមកអត់ណាតែក៏ជិះលឿនអក្រក់មកចឹងស្មានតែវាធំ
អូយើងឃើញស្ថានភាពបើកលឿនខុសពីឡានប្រកដីបាទបងជើងឲ្យតែខ្ញុំគិតទៅវិញខ្ញុំជួបកន្លែងនេះកន្លែងជើងអ្នកពាន់ហ្នឹងអូជើងអ្នកពាន់ហ្នឹងអញ្ចឹងឡើងទៅផ្លូវដូនសហើយជើងឡានហ្នឹងតែទៅណាវិញទៅជើងបាទបាទហើយខ្ញុំដល់ហ្នឹងក៏ឈប់ស៊ូគាត់ហ្នឹងទៅថាទោសរត់ចេញអូអ្នកទោសរត់ចេញបងប្អូនយើងគឺមានអ្នកទោសរត់ចេញពីតុលាការខេត្តស្វាយរៀងសង្ស័យថាប្រហែលជាគេហៅយកមកស៊ូចម្លើយបើតាមមើលព្រោះយកមកស៊ូចម្លើយប្រហែលជាលួចរត់ត្មងហ្នឹងបើតាមមើលនេះបងប្អូនយើងគឺនៅទល់មុខនឹងតុលាការខេត្តស្វាយរៀងតតែម្ដងគឺមានអ្នកទោសចំនួន5នាក់បានអវ័យសន្តិសុខការពារនឹងតុលាការនឹងនិយាយថាបានវាយសន្តិសុខការពារនឹងទៀតឡាននឹងឡានឡានចិនទៅហ្នឹងទៅឡានជើងអ្នកពាន់ទៅឡានរបស់គេឡានរបស់គេបើលឿនខុសប្រកដីណាបងចាបើឡានថាតាឡាននឹងប៉ះពីណាឬក៏បោកពីណាគេតាមចាប់អីចឹងបើបើក៏តតែឃើញពេលហ្នឹងដល់វងនេះឃើញប៉ូលីសតាមពីក្រោយដែរអូឃើញប៉ូលីសតាមដែរតែដឹងតាមទាន់ដឹងទេតែឃើញតាមឡានឲ្យម៉ូតូពូមិនទាន់គ្នាបាទវាច្រើនទេតែ5នាក់បងហើយជា5នាក់អូមិនដឹងក្រោមនៅតែមិញហ្នឹងបានមួយយើងបានមួយហើយឡាននេះធ្លាក់ទឹកហើយឡានធ្លាក់ទឹកហើយឡានធ្លាក់ទឹក